មករយៈនេះយើងឃើញថាមានព័ត៌មានជាច្រើនតាក់ទងជាមួយនឹងការបិទគ្រឹះស្ថានធនាគារហើយនឹងហិរញ្ញវត្ថុមួយចំនួនដែលធ្វើឲ្យសាធារណជនរួមទាំងខ្ញុំផងដែរនឹងមានការព្រួយបារម្ភអំពីសុវត្ថិភាពនៃការដាក់លុយខ្ញុំក៏បានទៅស្រាវជ្រាវបន្ថែមហើយសិក្សាអំពីប្រព័ន្ធហិរញ្ញវត្ថុធនាគារនៅក្នុងប្រទេសកម្ពុជារបស់យើងហើយនេះគឺជាចំណុចដែលយើងនឹងមកស្វែងយល់ជាមួយនឹងគ្នាដើម្បីស្រាវជាចម្ងល់មួយចំនួនហេតុអីបានជាស្ថាប័នខ្លះត្រូវបានបិទទ្វារហើយយើងគួរយល់ដឹងអ្វីខ្លះដើម្បីជៀសវាងនៅហានិភ័យនឹងបានដោយខ្លួនឯងណាអូខេដើម្បីឲ្យយើងស្រួលយល់ជាមួយនឹងគ្នាអំពីស្ថានភាពទាំងមូលខ្ញុំចង់លើកយករឿងសំខាន់មួយដែលយើងគួរយល់ដឹងជាមួយនឹងគ្នាសិនតាក់ទងជាមួយនឹងការបែងចែករវាងធនាគារពាណិជ្ជនិងគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ដែលភាគច្រើនមានការភ័ន្តច្រឡំថាគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ហ្នឹងក៏ជាធនាគារដូចគ្នាដែរតែតាមពិតគឺវាមិនមែនទេហេតុអីបានជាចំណុចនេះសំខាន់ខ្លាំងម៉េចព្រោះបើសិនជាយើងអត់អាចបែងចែកបានទេគឺវានឹងបង្កើតជាហានិភ័យដោយអត់ដឹងខ្លួនសម្រាប់បងប្អូនទាំងអស់គ្នាព្រោះតាមពិតទៅស្ថាប័នទាំងពីរនេះគឺវាមានលក្ខណៈខុសគ្នាទាំងរបៀបនៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងហើយនិងបទបញ្ញត្តិពីធនាគារជាតិផ្ទាល់តែម្ដងចឹងអ្វីទៅគឺជាធនាគារពាណិជ្ជតែប៉ុតបងប្អូនអាចនឹងស្គាល់រួចហើយធនាគារពាណិជ្ជឬក៏ហៅថា commercial bank នេះគឺជាស្ថាប័នហិរញ្ញវត្ថុដែលអាចផ្ដល់សេវាកម្មផ្នែកហិរញ្ញវត្ថុយ៉ាងពេញលេញមួយហើយបើតាមច្បាប់មានមុខងារសំខាន់ដែលមានដូចជាការទទួលប្រាក់បញ្ញើពីសាធារណជនសម្រាប់ការសន្សំហើយនឹងឲ្យការប្រាក់ផ្ដល់អនុទានហើយនឹងប្រាក់កម្ចីដល់សាធារណជនក៏ដូចជាផ្ដល់សេវាកម្មទូទាត់ប្រាក់ផងដែរដែលខុសពីគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ឬក៏ហៅថា payment service institution មានមុខងារទៅមុខទេគឺផ្ដល់សេវាកម្មសម្រាប់ទូទាត់សងប្រាក់អូខេបើសិនជាយើងនិយាយគឺដូចជាកាបូបលុយនេះមួយអញ្ចឹងដែលយើងដាក់តាមខ្លួនរាល់ថ្ងៃសម្រាប់តែការទិញនេះទិញនោះតិចតួចឬក៏យើងផ្ញើលុយទៅកាន់នរណាម្នាក់ទេអញ្ចឹងគ្រឹះស្ថានហ្នឹងអត់អាចថាទទួលលុយរបស់យើងហើយចាប់ទុកថាវាជាប្រាក់បញ្ញើសមហើយឲ្យការដូចធនាគារទេហើយតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិផ្ទាល់នៅក្នុងឆ្នាំ2025យើងឃើញថាប្រព័ន្ធទូទាត់ប្រាក់នៅកម្ពុជាមានទំហំធំខ្លាំងមែនទែនដែលនៅក្នុងនោះមានគណនី e-wallet ចំនួនប្រមាណ 17.9 លានគណនីហើយសរុបជាប្រតិបត្តិការទូទាត់ប្រាក់នឹងបានដល់ទៅជាង 2.2 ពាន់លានដងប្រតិបត្តិការដែលស្មើនឹងទំហំទឹកប្រាក់ជាង 170 ពាន់លានដុល្លារមានន័យថាវាទូលំទូលាយមែនទែនចេញពីស្ថាប័នទាំងពីរដែលឥឡូវហ្នឹងយើងឃើញថាមានទាំង app មានទាំង QR code ហើយដំណើរការប្រតិបត្តិការហ្នឹងដែលមើលទៅស្តៀងគ្នាអាចនឹងធ្វើឲ្យយើងងាយនឹងភ័ន្តច្រឡំឥឡូវយើងចូលឲ្យកាន់តែជ្រៅជាងនឹងបន្តិចណាពីបទបញ្ញត្តិគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជាក៏ដូចជាហានិភ័យដែលយើងគួរដឹងចូលមកដល់កន្លែងនេះយើងនឹងមកយល់ដឹងទូទៅអំពីការបើកធនាគារពាណិជ្ជមួយរបស់បងប្អូនចាប់អារម្មណ៍ដែរអូខេអញ្ចឹងដើម្បីបើកធនាគារមួយបានយើងតាមប្រកាសស្ដីពីដើមទុនចុះបញ្ជីមួយនេះធនាគារពាណិជ្ជនោះត្រូវដាក់ពាក្យសុំអាជ្ញាប័ណ្ណពីធនាគារជាតិហើយត្រូវមានដើមទុនយ៉ាងតិចហ្នឹងក៏75លានដុល្លារដែរបន្ទាប់មកបើសិនទទួលបានអាជ្ញាប័ណ្ណធនាគារនោះនឹងមានកាតព្វកិច្ចត្រូវរក្សា 10% ឬក៏ 7.5 លានដុល្លារហ្នឹងជា capital guarantee ដែលជាប្រាក់តម្កល់ធានាលើដើមទុនជាមួយធនាគារជាតិនៃកម្ពុជាហើយទុនដែលនៅសល់ 90% ទៀតហ្នឹងធនាគារអាចលៃលកយកទៅប្រើប្រាស់សម្រាប់អាជីវកម្មរបស់ខ្លួនឯងបានដូចជាការផ្ដល់កម្ចីទិញមូលបត្ររបស់រដ្ឋបង្កើតសាខាផ្សេងៗឬក៏ចំណាយទៅលើប្រតិបត្តិការផ្សេងៗបានអាជ្ញាប័ណ្ណហើយមិនថាធនាគារជាតិទុកចោលហើយឲ្យដំណើរការដោយឯងទេពេលកំពុងដំណើរការប្រចាំថ្ងៃហ្នឹងធនាគារជាតិក៏នឹងតាមដានត្រួតពិនិត្យយ៉ាងដិតដល់ក្រោមបទបញ្ញត្តិចំនួន4ធំៗទៀតដើម្បីប្រកាសថាធនាគារនោះមានដើមទុនបម្រុងគ្រប់គ្រាន់ដើម្បីទប់ទល់ទៅនឹងហានិភ័យណាមួយទី1គឺជាអនុបាទភាពគ្រប់គ្រាន់នៃដើមទុនគឺតម្រូវឲ្យមានយ៉ាងហោចណាស់ 15% ខ្ញុំសូមនិយាយស្រួលយល់ហ្មងបានន័យថាវាជាដើមទុនបម្រុងរបស់ធនាគារហ្នឹងនៅក្នុងការទប់ទល់ទៅនឹងហានិភ័យនៃការខាតបង់ដែលអាចថាអតិថិជនរបស់គាត់នឹងអត់អាចមានលទ្ធភាពសងប្រាក់វិញបានហើយទី2ហៅថា capital buffer ឬក៏ទំនាប់ដើមទុនដែលមានការកំណត់ចាប់ពី 1.25% ទៅ 2.5% ហ្នឹងអាស្រ័យទៅតាមគោលនយោបាយហើយនឹងការដាក់ចេញមកពីធនាគារជាតិហើយទី3គឺជាអត្រាប្រាក់បម្រុងកាតព្វកិច្ចឬក៏ reserve requirement rateកន្លែងនេះមានន័យថារាល់ចំនួនប្រាក់បញ្ញើពីអតិថិជនរបស់ធនាគារហ្នឹងគឺគាត់ត្រូវរក្សាប្រាក់បម្រុងជាសាច់ប្រាក់នៅក្នុងឃ្លាំងយ៉ាងហោចណាស់ក៏ 7% ដែរសម្រាប់អតិថិជនគាត់បើកប្រើប្រាស់ប្រចាំថ្ងៃតែប៉ុតកន្លែងនេះវាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនដែលមានរបស់ត្រូវនិយាយច្រើនបងប្អូនអាចមើលវីដេអូពីមុនរបស់ខ្ញុំបានខ្ញុំបញ្យល់វាទាំងមូលយកហ្មងហើយមួយទៀតគោលការណ៍ដែលគួរឲ្យចាប់អារម្មណ៍ដែរហ្នឹងគឺគេហៅថាអនុបាទក្របខ័ណ្ឌសន្តិន័យភាពវាជាគោលការណ៍ stress test មិនថាតែនៅកម្ពុជាទេប៉ុន្តែគេធ្វើភាគច្រើននៅជុំវិញពិភពលោកតែម្ដងនៅក្នុង scenario មួយដែលគេថាតើបើសិនជាមានមនុស្សមួយក្រុមមកសម្រុកដកលុយនៅក្នុងពេលតែមួយនៅក្នុងរយៈពេល30ថ្ងៃសំណួរសួរថាតើធនាគារនោះនឹងមានជាសាច់ប្រាក់ឬក៏អាចថាប្រម៉ែប្រមូលទ្រព្យសម្បត្តិណាខ្លះដើម្បីលក់បង្វិលវាជាសាច់ប្រាក់បានលឿនបំផុតកុំឲ្យប៉ះពាល់ធនាគារខ្លាំងពេកអញ្ចឹងយើងគិតថាសម្រាប់ធនាគារពាណិជ្ជ
ហានិភ័យធំមួយគឺតាក់ទងជាមួយនឹង credit risk បានន័យថាហានិភ័យអន្តទានករណីដែលអតិថិជនរបស់គាត់នឹងខ្ចីលុយហើយអត់មានលទ្ធភាពសងវិញក៏ករណី bank run ដែលមានមនុស្សជាច្រើនសម្រុកដកលុយនៅក្នុងពេលតែមួយហើយគាត់ពង្វិលលុយអត់ទាន់នៅលើរបាយការណ៍ប្រចាំឆ្នាំ2025នេះយើងឃើញថាមើលទៅចំនួនធនាគារពាណិជ្ជនៅកម្ពុជាហ្នឹងកើនឡើងរហូតដល់59ធនាគារបើយើងបកទៅមើលពីមុនអីមានប្រហែលតែ14ទេនៅក្នុងឆ្នាំ2004អញ្ចឹងយើងឃើញថាមានការប្រកួតប្រជែងខ្លាំងមែនទែននៅក្នុងវិស័យមួយហ្នឹងហើយធនាគារខ្លះរៀងពិបាកដែរនៅក្នុងការប្រកួតប្រជែងជាមួយនឹងធនាគារធំៗដែលគេមានជាបច្ចេកវិទ្យាឬក៏សមត្ថភាពខ្លាំងជាងឥឡូវយើងមកមើលពីការបើកគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ដើម្បីទទួលបានអាជ្ញាប័ណ្ណគឺទាមទារត្រូវមានដើមទុនយ៉ាងតិច$2 លានដែលយើងឃើញថាវាទាបជាងធនាគារពាណិជ្ជច្រើនបន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណគ្រឹះស្ថាននឹងមានកាតព្វកិច្ចត្រូវរក្សា 5% ទុកជាប្រាក់តម្កល់ធានាទៅលើទ្រព្យដើមនឹងជាមួយនឹងធនាគារជាតិនៃកម្ពុជាព្រោះគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់នឹងមានតែមុខងារផ្ដល់សេវាទូទាត់ទេដែលធ្វើម៉េចឲ្យវាងាយស្រួលហើយលឿនសម្រាប់សាធារណជនតែប៉ុណ្ណោះក៏មិនមែនសម្រាប់ធ្វើអាជីវកម្មក្នុងទម្រង់ទទួលប្រាក់បញ្ញើហើយផ្ដល់កម្ចីតដោយធនាគារដែរដូច្នេះសម្រាប់គ្រឹះស្ថាននេះហានិភ័យសំខាន់អាចពាក់ព័ន្ធទៅលើការអនុលោមតាមបទបញ្ញត្តិហានិភ័យទៅលើប្រតិបត្តិការហើយនឹងកំហុសបច្ចេកទេសនិយាយឲ្យសាមញ្ញវាដូចជាផ្លូវមួយចឹងដែលយើងធ្វើដំណើរប្រចាំថ្ងៃទោះបីជាពេលខ្លះមានផ្លាកសញ្ញាចរាចរណ៍មានបលិសអីត្រឹមត្រូវថែមត្រូវមើលមិនឃើញមានករណីកើតឡើងជាយថាហេតុដែរអញ្ចឹងយើងគួរតែប្រុងប្រយ័ត្នទាំងអស់គ្នាយោងតាមសារចរាចរណ៍ណែនាំតាក់ទងទៅនឹងការកំណត់ទំហំទឹកប្រាក់សម្រាប់ប្រតិបត្តិការនៅក្នុងមួយថ្ងៃឬក៏រក្សាទុកនៅក្នុង e-wallet ហ្នឹងគឺបានតែចាប់ពី$500រហូតទៅដល់$10,000ប៉ុណ្ណោះនៅក្នុងមួយថ្ងៃឧទាហរណ៍ដល់ការបិទគ្រឹះស្ថានសេវាទូទាត់ប្រាក់ហ្នឹងអាចមានច្រើនដូចជាមន្ត្រីការប្រតិបត្តិការឲ្យបានត្រឹមត្រូវឬក៏ពេលខ្លះធនាគារជាតិចាប់បានប្រតិបត្តិការណាដែលថាមើលទៅមិនប្រក្រតីក៏ឃើញថាទំហំទឹកប្រាក់ហ្នឹងវាមានទំហំធំខ្លាំងពេកដែលវាមិនសមស្របទៅនឹងប្រវត្តិប្រើប្រាស់របស់អតិថិជនមួយហ្នឹងណាដែលអាចបង្កឲ្យមានជាករណីសង្ស័យទៅនឹងអំពើខុសច្បាប់អីផ្សេងៗឬក៏ការសម្អាតលុយនេះដូចអ្នកខ្លះនៅក្នុងកង់ e-wallet គឺឃើញថាលុយមានទៅដល់រាប់លានឬក៏រាប់រយលានទៅទៀតហ្នឹងឆ្ងល់ថាតើលុយហ្នឹងបានមកពីណាហេតុអីបានជាទុកនៅនឹងច្រើនម៉េះមិនយកទៅទុកនៅធនាគារពាណិជ្ជហ្មងដាក់ជាប្រាក់បញ្ញើអីចឹងទៅចូលដល់សំណួរសំខាន់របស់យើងតើមានអ្វីកើតឡើងនៅពេលដែលធនាគារឬក៏គ្រឹះស្ថានផ្ដល់សេវាទូទាត់ប្រាក់ហ្នឹងត្រូវបានបិទទ្វារតាមពិតទៅនៅពេលដែលស្ថាប័នហិរញ្ញវត្ថុមួយត្រូវបានដកអាជ្ញាប័ណ្ណមិនមែនបានន័យថាវាបាត់ទៅភ្លាមៗអត់មានដំណោះស្រាយអីទេធនាគារជាតិនឹងចូលមកដោះស្រាយជាមួយនឹងនីតិវិធីតាមច្បាប់ហើយនឹងបទបញ្ញត្តិហើយអាចចាត់វិធានការតែងតាំងស្ថាប័នណាមួយសម្រាប់ចូលមកគ្រប់គ្រងឬក៏ជំរះបញ្ជីដើម្បីត្រួតពិនិត្យរកដំណោះស្រាយជូនម្ចាស់បំណុលតាមការវិតម្លៃលើទ្រព្យសម្បត្តិហើយនឹងទឹកប្រាក់ដែលមាននៅស្ថាប័ននោះអញ្ចឹងឯងបានជាដំណើរការទាំងអស់ហ្នឹងវាទាមទារពេលវេលានៅក្នុងការដោះស្រាយណាអូខេចុះបើពីដើមមកខេងធនាគារជាតិជាអ្នកគ្រប់គ្រងហើយហេតុអីបានជាស្ថាប័នទាំងអស់ហ្នឹងនៅតែឈានមកដល់ចំណុចនេះតែប៉ិតនៅពីក្រោយឆាកធនាគារជាតិមិនបានន័យថាចាំទៅដល់ធនាគារនឹងមានបញ្ហាដួលហើយបានចូលមកដោះស្រាយទេជាក់ស្ដែងនឹងមានការឆ្លងកាត់ការត្រួតពិនិត្យហ្នឹងជាប្រចាំថ្ងៃតែម្ដងទៅតាមវិធានការផ្សេងៗដូចជាការអន្តរាគមន៍ត្រួតពិនិត្យជាមុនដែលមានតម្រូវការដើមទុនដែលយើងបាននិយាយមុនហ្នឹងតម្រូវការប្រាក់បម្រុងអីជាដើមដើម្បីកាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុទាំងអស់ហ្នឹងចូលមកដល់ផ្នែកចុងក្រោយថាតើយើងគួរព្រួយបារម្ភកម្រិតណាពីការដាក់លុយរបស់យើងខ្ញុំគិតថាកន្លែងនេះបងប្អូនអាចយកទៅពិចារណាទាំងអស់គ្នាបានតែនៅក្នុងរូបភាពធំបើសិនជាយើងគិតទៅការបិទស្ថាប័នហិរញ្ញវត្ថុមួយចំនួនដែលមើលទៅអាចនឹងមានបញ្ហាទៅថ្ងៃក្រោយឬក៏អត់មានសុវត្ថិភាពអីអញ្ចឹងជាផ្នែកមួយនៃការការពារប្រព័ន្ធហិរញ្ញវត្ថុទាំងមូលសូម្បីតែនៅសហរដ្ឋអាមេរិកកន្លងមកក៏មានធនាគារមួយចំនួនត្រូវបានបិទទ្វារដូចគ្នាដែរក្រោមបទបញ្ញត្តិប៉ុន្តែយើងនិយាយឲ្យស្មោះត្រង់ជាមួយនឹងគ្នាទៅធម្មតាហានិភ័យគឺมันអត់មានទាំងស្រុងទេគាត់ថាអីដែលយើងអាចធ្វើបានគឺជាការស្វែងយល់ឲ្យបានច្បាស់ពីស្ថាប័នដែលយើងបានដាក់ប្រាក់នឹងឯងក៏ដូចជាព័ត៌មានដែលខ្ញុំបានចែកប្លែកនឹងថ្ងៃហ្នឹងដែរហើយបងប្អូនត្រូវពិនិត្យមើលថាតើស្ថាប័នដែលយើងនឹងដាក់ប្រាក់ហ្នឹងគាត់មានអាជ្ញាប័ណ្ណត្រឹមត្រូវអត់ហើយមានសិទ្ធិផ្ដល់សេវាកម្មអ្វីខ្លះហើយទី3តាមពិតអានេះវាជា tip របស់ខ្ញុំផ្ទាល់ទេគឺខ្ញុំអត់ដាក់លុយនៅក្នុងស្ថាប័នណាមួយទាំងស្រុង 100% ទេដើម្បីយើងកាត់បន្ថយហានិភ័យមួយចំនួននិយាយសួរស្ដាប់កុំដាក់ពងមាន់នៅក្នុងកត្រកតែមួយហើយខ្ញុំយល់ច្បាស់តែម្ដងថាលុយពិបាកហៅមែនតើដូច្នេះការយល់ដឹងពីប្រព័ន្ធហិរញ្ញវត្ថុដែលវាដំណើរការយ៉ាងដូចម្ដេចគឺវាជាវិធីសាស្ត្រមួយដែលយើងអាចជួយខ្លួនឯងបាននៅក្នុងការសម្រេចចិត្តឲ្យកាន់តែប្រសើរជាងមុនជាមួយនឹងលុយរបស់យើងផ្ទាល់បើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះទៀតកុំភ្លេច comment ឲ្យខ្ញុំបានដឹងផងហើយកុំភ្លេចចុច follow អរគុណ